ប៉ះទង្គិញរវាងកងទ័ពឥណ្ឌូនេស៊ីនិងក្រុមបះបោរបណ្ដាលឲ្យមនុស្ស14នាក់ស្លាប់យោធាឥណ្ឌូនេស៊ីបានបាញ់សម្លាប់យុទ្ធជនប៉ាពួរចំនួន14នាក់ក្នុងអំឡុងពេលប្រតិបត្តិការមួយដើម្បីរំដោះភូមិមួយចេញពីការគ្រប់គ្រងរបស់ក្រុមបំបីខ្លួននៅសប្តាហ៍នេះយ៉ាងណាក្រុមបះបោរបានជំទាស់នឹងតួលេខនេះដោយអះអាងថាមានអ្នកប្រយុទ្ធ3នាក់ប៉ុណ្ណោះបានស្លាប់ខណៈទាហានបានសម្លាប់អ្នកភូមិ9នាក់ការប្រយុទ្ធបានផ្ទុះឡើងនៅព្រឹកថ្ងៃពុធទី15តុលានៅពេលដែលក្រុមឧទាមប្រហែល30នាក់ប្រដាប់ដោយអាវុធបានវាយប្រហារលើកងទ័ពខណៈដែលពួកគេត្រៀមវាយលុកប៉ុស្តិ៍ឧទាមនៅក្នុងភូមិសង្កាមានេះបើតាមមន្ត្រីយោធាក្នុងតំបន់លោកអ៊ីវ៉ាន់ឌីវីប្រីហាតូណូលោកប្រីហាតូណូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទាហានបានបណ្ដេញក្រុមឧទាមបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល6ម៉ោងកន្លះហើយដណ្ដើមយកភូមិមកវិញជាកន្លែងក្តៅគគុកនៃការបះបោរលោកប្រីហាតូណូបញ្ជាក់ថាសាកសពពួកបះបោរចំនួន14នាក់ត្រូវបានរកឃើញបន្ទាប់ពីការប្រយុទ្ធគ្នាប៉ុន្តែលោកមិនបង្ហាញតួលេខអ្នកស្លាប់និងរបួសខាងរដ្ឋាភិបាលនោះទេទាហានក៏បានរឹបអូសកាំភ្លើងកែច្នៃមួយដើមកាំភ្លើងខ្យល់4ដើមគ្រាប់កាំភ្លើងធ្នូកែវយិនឧបករណ៍ទំនាក់ទំនងឯកសារនិងទង់ផ្កាយព្រឹងដែលជានិមិត្តសញ្ញានៃក្រុមផ្ដាច់ខ្លួនយ៉ាងណាលោកសេបប៊ីសាំប៊ុំអ្នកនាំពាក្យរបស់ពួកបំបីខ្លួនប៉ាពួរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃប្រហ័សទី16តុលាថាយោធាឥណ្ឌូនេស៊ីបានសម្លាប់មនុស្សសរុបចំនួន15នាក់រួមទាំងជនស៊ីវិល12នាក់និងសមាជិក3នាក់របស់ខ្លួនដែលបានហៅការសម្លាប់នេះថាខុសច្បាប់អំពើហិង្សាក្នុងតំបន់បានកើនឡើងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះដោយមានក្រុមឧទាមកម្លាំងសន្តិសុខនិងជនស៊ីវិលរាប់សិបនាក់បានស្លាប់កាលពីខែមេសាពួកឧទាមបានវាយប្រហារជំរំរែងមាសក្នុងតំបន់យ៉ាហ៊ូគីម៉ូដោយបានសម្លាប់មនុស្ស17នាក់ក្រុមឧទាមបាននិយាយថាជនរងគ្រោះគឺជាសមាជិកនៃកងទ័ពឥណ្ឌូនេស៊ីដែលក្លែងខ្លួនធ្វើជាអ្នកជីករ៉ែមាសនេះជាការអះអាងមួយដែលត្រូវបានបដិសេធដោយអាជ្ញាធរអ្នកប្រយុទ្ធផ្ដាច់ខ្លួននៅប៉ាពួរក្នុងប៉ុន្មានឆ្នាំថ្មីអាចទទួលបានអាវុធល្អជាងរួមទាំងការវាយឆ្មក់មួយចំនួនលើប៉ុស្តិ៍កងទ័ពឬប្រភពពីទីផ្សារងងឹនពួកគេក៏បានចាប់ពង្រត់ជនបរទេសរួមទាំងអ្នកបើកយន្តហោះនូវេសេឡង់ដែលត្រូវបានដោះលែងកាលពីឆ្នាំមុនបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល19ខែចលនាប៉ាពួរសេរីបានតស៊ូទាមទារឯករាជ្យចាប់តាំងពីតំបន់នេះត្រូវបាននាំយកមកក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីនៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ1969ប៉ាពួរគឺជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុតរបស់ប្រទេសឥណ្ឌូនេស៊ីទោះបីជាសម្បូរទៅដោយធនធានរួមទាំងឧស្ម័នធម្មជាតិទង់ដែងនិងមាសក៏ដោយ